hello បងប្អូនហ្នឹងហើយឥឡូវនេះឡែនបងពឹកមិញដែលគាត់មានបញ្ហាជន់នេះក្រឹកហ្នឹងណាឥឡូវវីដេអូបន្តនៅពេលដែលចុះជុលហើយក៏មានអារម្មណ៍ថាជន់នេះស្ពឹកឥឡូវនេះគឺយើងធ្វើហើយបងប្អូនឲ្យម៉ោង3ជាងអូខេម៉ោង3ជាងបានហើយបាទយើងបានថ្ងៃហ្នឹងយើងបានឡានដូចជា4គ្រឿងបងប្អូនណា4គ្រឿងគឺហើយបន្តគ្នាអញ្ចឹងណាហើយឥឡូវនេះទីទៀតខ្ញុំនឹងសួរគាត់បងថាបងឡានពីមុនមិនដែរហើយឥឡូវក្រោយធ្វើឲ្យមិនដែរហើយឡានបងគឺជន់លន់ផ្លុបនៅចន្លោះមុខខាងឆ្វេងខាងតកង់ពាក់កណ្ដាលម៉ាស៊ីនណាហ្នឹងហើយមានមួយទៀតគឺជន់ខ្សោយអត់សូវស្ទុះទេជន់ delay ជើងងាទៅមុនតែឡានអត់តន់ទៅទេចាំបន្តិចបានឡានងើបទៅអញ្ចឹងណាហើយគាត់ជិះតាមខេតមានអារម្មណ៍ថាវ៉ាគេពិបាកក្នុងការវ៉ាមែនតើឥឡូវតោះយើងសាកមើលមិញគឺចាស្ទុះហើយបងគាត់កំពុងតែសាកដែរនឹង hello បងហ្នឹងហើយជំរាបសួរបងហើយឡានបងមិនដែរបងពីមុនឥឡូវមិនដែរតោះឥឡូវជីស្ទុះខ្លាំងហ្មងបើសិនពីមុនខ្ញុំជន់អត់កើតហ្មងជន់តែឡើងស្ពានក៏ឡើងរួចដែរវាញាក់ខាងមុខខ្លាំងបាទរំផ្លុបសំឡេងខ្លាំងដល់ពេលនេះអត់មានលឺហ្មងពេលដែលក្តៅលឺរៀងញឹកញាប់ត្រូវបងប្រាប់ខ្ញុំណាហើយពេលដែលត្រជាក់ព្រលឹមឡើងគឺលឺដែរលឺតិចតួចពេលដែលយើងរត់ណាហ្នឹងហើយអូខេហើយជាមួយសន្ទុះវ៉ាគេសឹងមិនហ៊ានវ៉ាចាអូខេឥឡូវមិនដែរម៉ាស៊ីនគាត់ជីឥឡូវតាមផ្លូវអូខេបងញាក់តិចមើលមិនដែរអូខេញូចបានបងប្អូនញូចចង់ទៅចង់ផ្ងាកហ្មងអូខេនេះមែនតើបងប្អូនហ្នឹងហើយយើងអត់មានថាស្វានរុនឲ្យធំឬក៏ស្វានរុនពេញឲ្យធំទេគឺបើយើងធ្វើហើយចេះល្អគឺអត់សូវស៊ីសាំងវិញទេបងប្អូនអត់សូវស៊ីសាំងវិញទេបាទហ្នឹងហើយបងដឹងឬកន្លែងធ្វើអត់ពិបាកទេតែបើអត់ដឹងទេពិបាកបងប្អូនហ្នឹងហើយចាំច្បាស់បងចាំថាឲ្យតែគាត់ជន់ហ្នឹងគឺផ្លុកមានអារម្មណ៍ថារំខានមែនតើហ្នឹងហើយឥឡូវដល់ហើយដល់ទីតាំងយើងវិញហើយសម្រាប់បងប្អូនដែលមានបញ្ហាគឺអាចតាក់ទងខាងយើងបានហ្នឹងហើយទីតាំងយើងនៅភ័យសមួយទៀតនៅផ្សារដេប៉ូអូខេឥឡូវយើងទៅសាកឡានមួយទៀតបាយជួបនៅវីដេអូក្រោយ